នេះគឺជា full size SUV កៅអី3ជួររបស់ Mercedes-Benz model GLS 450 ស៊េរីឆ្នាំ 2025 មកជាមួយនឹងការរចនារូបរាងថ្មីកាន់តែទាក់ទាញនិងទំនើបជាងមុនអញ្ចឹងក្នុងវីដេអូមួយនេះក្រៅពីទៅមើលពីសកម្មភាពបើកទូជាក់ស្ដែងយើងក៏នឹងទៅដឹងពីចំណុចពិសេសមួយចំនួនដែល MB បានបំពាក់មកជាមួយនឹង model ថ្មីមួយនេះដូចគ្នាឡាននេះបានកម្មងនឹងនាំចូលដោយក្រុមហ៊ុន Auto US Direct ជាក្រុមហ៊ុនមួយដែលផ្ដល់សេវាកម្មជួយបញ្ជាទិញរថយន្តគ្រប់ប្រភេទពីអាមេរិកមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់នៅក្នុងតម្លៃដើមហើយវីដេអូទាំងអស់ពីសកម្មភាពបើកទូនេះត្រូវបានថតដោយក្រុមការងាររបស់យើងផ្ទាល់នៅពេលដែលឡានបានដឹកមកដល់ផែននៅភ្នំពេញដើម្បីជាអំណះអំណាងផងនឹងទស្សនវិជ្ជាជាក់ស្ដែងនៅពេលដែលបើកទូផងហើយវីដេអូទាំងអស់នេះមានផុសចេញតែពី page និង channel ផ្លូវការរបស់យើងប៉ុណ្ណោះហើយពុកម៉ែបងប្អូនក៏អាចធ្វើការ join channel Telegram របស់យើងដូចគ្នាដើម្បីតាមដាននិងឆែកមើលពីតម្លៃឡានពីអាមេរិកប្រចាំថ្ងៃផងដែរតាមរយៈ link ខាងលើអញ្ចឹងឡានមួយនេះបន្ទាប់ពីបើកចេញពីទូភ្លាមៗឃើញថាសភាពរបស់វាគឺនៅស្អាតផ្លឹងតែម្ដងជាមួយរូបរាងថ្មីសង្ហាជាងមុនហើយជាតាណាមកណាក៏គេដឹងថានេះជាស៊េរីចុងក្រោយបង្អស់របស់ GLS 450ដែរសម្រាប់ចំនួនថ្មីនេះ MB បានកែប្រែនិងបំពាក់នូវបច្ចេកវិទ្យាបន្ថែមទៅលើ GLS 450ថ្មីនេះទាំងរូបរាងខាងក្រៅនិងបច្ចេកវិទ្យាខាងក្នុងប៉ាណាមានទំហំធំជាងមុននិងមានបន្ទះកាត់ទទឹង4ជួរកាន់តែទាក់ទាញហើយក៏មានកាមេរ៉ា360ដឺក្រេដែលយើងអាចមើលទ្រុសទៅដល់បាតឡានខាងក្រោមអស់បារម្ភរឿងខ្លាចបើកបរឡើងទួលឬក៏ចុះចំណោតកោះបាតឡានក៏ពិតក៏តែប្រេងទៀតខាងក្នុងធំទូលាយល្អមានកៅអី3ជួរជិះបានរហូតដល់ទៅគ្នា7នាក់ភ្ជាប់មកជាមួយនឹងប្រព័ន្ធ MBUX ចំនួនចុងក្រោយអេក្រង់ប្រភេទ Digital កាន់តែធំនិងមាន Ambient Light រហូតដល់ទៅ64ពណ៌ហើយចង្កូតរបស់វាជាប្រភេទ Electronic កៅអីវិញចុច Auto ប្រភេទ VIP និងមានមុខងារច្រើនមែនទែនផ្ដល់ផាសុកភាពខ្ពស់បំផុតទៅដល់គ្រប់ការធ្វើដំណើរចំពោះប្រព័ន្ធសំឡេងរបស់វាវិញជាប្រភេទ Boommaster Surround Sound អញ្ចឹងវាច្បាស់ពីរោះដូចក្នុងរោងកុនអញ្ចឹង Sensor ក៏មានច្រើនគ្រាប់ផងដែរហើយគុណភាពវិញគឺស្របតាមស្តង់ដារអាមេរិកតែម្ដង GLS 450នេះមានបេះដូងដែលមានម៉ាស៊ីន 3.0 លីត្រកម្រិតជាជួរមាន6ស៊ីឡាំងជំនួយដោយ Turbo ហើយម៉ាស៊ីននេះមានបច្ចេកវិទ្យាដែលកាត់បន្ថយនៅរំញ័រនិងសំឡេងបានស្ងាត់ល្អមែនទែនហើយបើយើងជិះនៅខាងក្នុងកាប៊ីនយើងស្ទើរតែមិនដឹងថាឡាននេះកំពុងតែបញ្ឆេះផងហើយវាក៏បំពាក់មកជាមួយនឹងបច្ចេកវិទ្យា Mild Hybrid 48V ដែលជំនួយឲ្យម៉ាស៊ីនឡាននេះកាន់តែខ្លាំងនិងស្ទុះបន្ថែមទៀតវាមានប្រអប់លេខ9វគ្គអូតូប្រភេទ 9G Tronic របស់ MB ផ្ទាល់ហើយធ្វើឲ្យការចេញចូលលេខនឹងមានភាព smooth ល្អអាចផលិតកម្លាំងសេសបានរហូតដល់ទៅ375សេសឯណោះហើយចំណុចមួយទៀតដែលយើងត្រូវលើកមកនិយាយដែរហ្នឹងគឺប្រព័ន្ធបង្វិលកង់ទាំង4របស់វាផ្ទាល់តែម្ដងដែល Mercedes ឲ្យឈ្មោះថា 4MATIC All Wheel Drive ដោយប្រព័ន្ធនេះជួយគណនានិងចែកកម្លាំងទៅកាន់កង់ទាំង4ស្មើៗគ្នាស្របទៅតាមស្ថានភាពផ្លូវដែលធ្វើឲ្យយើងអាចបើកបរគ្រប់កាលៈទេសៈបានទាំងអស់តែម្ដងអញ្ចឹងទាំងអស់នេះគឺជាចំណុចពិសេសរបស់ Mercedes-Benz GLS 450 4MATIC ដែលផលិតក្នុងឆ្នាំ2025ដែលអតិថិជនរបស់យើងបានកម្មងមួយគ្រឿងនេះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានមានតម្រូវការចង់ធ្វើការកម្មងរថយន្តដូចខាងលើនេះអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងបានតាមរយៈការឆាតចូលមកកាន់ page របស់យើងផ្ទាល់ហើយបើចូលចិត្តកុំភ្លេចជួយចុច like ក៏ដូចជា follow page របស់យើងម្នាក់មួយផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត